ថ្ងៃមួយពេលមានភ្លៀងធ្លាក់ខ្លាំងក្មេងប្រុសកសិករឈ្មោះសុវណ្ណបានរកឃើញថ្មចម្លាក់ដែលមានអក្សរខ្មែរបុរាណចារថាអ្នកណាមានចិត្តស្មោះនឹងបានជួបព្រះម៉ាយនាគអ្នកគ្រប់គ្រងទឹកវេទមន្តភ្លាមនោះផ្លែកបន្ទាល់បានបើកផ្លូវទៅកាន់ប្រាសាទលាក់ខ្លួនហើយសុវណ្ណក៏បានដើរទៅដល់បឹងទឹកមួយដែលមានពន្លឺខៀវនឹងបានជួបព្រះម៉ែនាគសុវណ្ណារាព្រះម៉ែនាគបានផ្ដល់ជម្រើសឲ្យសុវណ្ណទី1ទឹកជីវិតធ្វើឲ្យដីខ្មែរមានជីជាតិឡើងវិញប៉ុន្តែសុវណ្ណត្រូវបាត់បង់ការចងចាំទាំងអស់ទី2ការចងចាំរបស់សុវណ្ណនៅជាមួយញាក់ប៉ុន្តែដីខ្មែរនឹងស្ងួតហួតហែងសុវណ្ណបានឈរស្ងៀមគាត់បានគិតដល់ម្ដាយរបស់គាត់ដែលកំពុងឈឺដល់ស្រូវដែលស្ងួតនិងដល់កុមារភូមិដែលអត់អាហារគាត់បានលើកដៃទាំងញ័រហើយនិយាយថាខ្ញុំជ្រើសរើសទឹកជីវិតសូមឲ្យដីខ្មែររស់ឡើងវិញការចងចាំរបស់ខ្ញុំសូមឲ្យវាคล้ายជាតន្ត្រីនៅក្នុងខ្យល់ដើម្បីឲ្យអ្នកជំនាន់ក្រោយបានស្ដាប់ព្រះម៉ានាគបានញញឹមហើយបានលើកដៃឡើងទឹកជីវិតបានហូរចេញពីបឹងហើយហូរតាមរយៈដីខ្មែរដើមឈើបានដុះឡើងស្រូវបានបៃតងនិងភូមិបានមានជីវិតឡើងវិញតែសុវណ្ណបានបាត់បង់ការចងចាំទាំងអស់គាត់បានក្លាយជាកសិករធម្មតាមិនដឹងថាខ្លួនធ្លាប់ជួយសង្គ្រោះប្រទេសទេប៉ុន្តែនៅពេលណាដែលមានភ្លៀងធ្លាក់គេនៅតែឮសំឡេងចម្រៀងចាស់មួយអណ្ដែតនៅក្នុងខ្យល់